មនុស្សភាគច្រើនតែងមើលឃើញហើយស្គាល់អ្នកដទៃតែយើងក៏ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ផងដែរការស្គាល់ខ្លួនគឺការរក្សាចិត្តរបស់ខ្លួនឲ្យប្រពៃកុំឲ្យឃ្លីងឃ្លោងទៅរកនៅក្នុងអំពើនៃបាបធម៌ផ្សេងៗដែលកើតឡើងអំពីទ្វារកាយទ្វារវាចាទ្វារចិត្តយើងត្រូវនឹករលឹកអំពីសិលធម៌ប្រចាំជីវិតដែលគួរគោរពនិងគួររក្សាឲ្យល្អជាងនេះទៅទៀតការស្គាល់ខ្លួនឯងគឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើសតិបញ្ញាក្នុងការគោរពនៃគុណតម្លៃក្នុងវិថីជីវិតមួយនេះឲ្យមានសមត្ថភាពមានប្រាជ្ញាវាងវៃប៉ិនប្រសប់ហើយត្រូវមានចិត្តអាណិតអាសូរចេះឲ្យអភ័យចំពោះសពសាទូទៅមិនរើសអើងពណ៌សម្បុរមានឋានៈមុខមាត់ព្រមដោយបញ្ញាដឹងច្បាស់ថាអ្វីជាធម្មតាធម៌កាលណាបើយើងប្រព្រឹត្តក្នុងចេតនាកម្មនៃអំពើអ្វីមួយមានល្អមានអាក្រក់បើប្រព្រឹត្តអំពើល្អមានច្រើនហើយចិត្តនៃមនុស្សនោះមិនមានអ្វីសប្បាយក្រៅតែអំពីផ្លូវចិត្តល្អនោះទេឯសេចក្តីទុក្ខកង្វល់ក៏ដូចគ្នាដែរគឺកើតមកព្រោះចិត្តត្បិតមានចេតនាកម្មក្នុងភាពមិនល្អដែលសន្សំក្នុងអំពើអាក្រក់បន្តិចម្ដងម្ល៉េះហើយក្នុងការរស់នៅប្រចាំថ្ងៃនេះគឺប្រកបដោយសេចក្តីទុក្ខកង្វល់ច្រើនជាអនេកជាតិជាមនុស្សក៏យើងត្រូវស្គាល់ហេតុបច្ច័យឲ្យបានច្បាស់លាស់ផងដែរគឺយើងត្រូវរកវិធីរក្សាចិត្តហើយត្រូវដឹងមូលហេតុដើម្បីឲ្យកើតជាសុខហើយដើម្បីរលត់នៅសេចក្តីទុក្ខនោះគឺយើងត្រូវប្រព្រឹត្តខ្លួនឲ្យខ្ជាប់ខ្ជួនក្នុងកុសលធម៌តែម្យ៉ាងមានសុចរិតទៀងត្រង់ស្ថិតនៅក្នុងការកសាងជាប្រយោជន៍ដល់ខ្លួននិងប្រយោជន៍អ្នកដទៃហើយយើងមិនត្រូវបំភ្លេចខ្លួនឯងក្នុងការបង្កើតនៅគុណធម៌សិលធម៌ចរិយាមារយាទដើម្បីបង្កើតគុណធម៌សិលធម៌ចរិយាមារយាទពោលគឺសេចក្តីល្អឲ្យលូតលាស់ដុះដាលធ្វើឲ្យចម្រើនកើតឡើងដោយកាយវាចាចិត្តគឺយើងត្រូវជំរុះបន្ថយសេចក្តីអាក្រក់ក្នុងគុណវិបត្តិផ្សេងឲ្យខ្ចាក់ខ្ចាយរមែងទៅពីត្រៃទ្វារជាលំដាប់អ្នកនោះឯងនឹងក្លាយជាមនុស្សឯងគឺជាមនុស្សទី1ឬជាមនុស្សលេខ1ព្រោះអាចស្ទួយលើខ្លួនឯងឲ្យរួចចាកផុតអំពីសេចក្តីអាក្រក់បាននិងស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងឲ្យបានច្បាស់លាស់ជាងស្គាល់គុណតម្លៃរបស់អ្នកដទៃឯទុក្ខវិបត្តិមួយចំនួនធំក្នុងជីវិតនេះគឺស្ថិតនៅក្នុងលក្ខណៈជាតម្រួតទៅយើងក៏អាចធ្វើជាកំពូលនៃមនុស្សស្ថិតនៅក្នុងសង្គមឬក្រុមគ្រួសារឬក្រុមណាមួយយើងអាចជួយអ្នកដទៃឲ្យកើតជាសេចក្តីសុខមនុស្សអ្នកតាំងចិត្តប្រព្រឹត្តខ្លួននាំឲ្យមនុស្សទាំងឡាយដឹងព្រមគ្នាថាជាបណ្ឌិតគឺជាអ្នកប្រាជ្ញជាអ្នកសប្បុរសជាអាចារ្យដែលឈ្មោះថាជាអ្នកមានតម្លៃព្រោះតាមសេចក្តីប្រព្រឹត្តខ្លួនឲ្យល្អនោះយើងក៏ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ព្រោះថាជីវិតត្រូវតែមានគោលជំហរច្បាស់លាស់កុំងាករេតាមខ្យល់មាត់របស់អ្នកដទៃព្រោះតែគេឲ្យសុខក៏សុខតាមគេឲ្យទុក្ខក៏ទុក្ខតាមគេនោះទេព្រោះជីវិតយើងនេះយើងជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯងយើងមិនត្រូវរស់នៅក្រោមក្តីសង្ឃឹមអំពីអ្នកដទៃគ្រប់ពេលនោះទេហើយមិនត្រូវស្ដាប់បង្គាប់អ្នកដទៃរហូតភ្លេចគិតខ្លួនឯងថាខ្លួនជានរណាយើងជាមនុស្សមិនមែនរុក្ខជាតិវល្លិទេគឺមិនត្រូវអាស្រ័យក្នុងការតោងទាមចំពោះអ្នកដទៃគ្រប់ពេលនោះទេកុំធ្វើជីវិតដូចជារុក្ខជាតិនៃវល្លិតោងអាស្រ័យជីវិតរបស់គេឲ្យសោះគង់ថ្ងៃណាមួយ
បើគេដួលក៏ដួលតាមគេយើងជាមនុស្សមិនមែនជាវល្លិទេជីវិតនេះរមែងប្រព្រឹត្តទៅបានអាស្រ័យពឹងក្នុងចំណេះដឹងនៃកិច្ចរបស់ខ្លួនតែម្យ៉ាងប៉ុណ្ណោះឯងការពឹងអ្នកដទៃគឺបានត្រឹមតែមួយគណៈមួយពេលឬមួយគ្រាប៉ុណ្ណោះតែបើទោះបីជីវិតដែលមានឧបសគ្គច្រើនគ្រប់ចម្ពោះរាប់បានអស់យ៉ាងណាក៏ដោយយើងក៏មិនអាចត្រូវពឹងអ្នកដទៃឲ្យតស៊ូមកជំនួសយើងបានដែរគឺយើងត្រូវស៊ូឡើងប្រឹងឡើងសម្រាប់ហើយបន្តដំណើរជីវិតមួយនេះតទៅមុខទៀតព្រោះថាជីវិតតែងតែមានឧបសគ្គទាំងឡាយចាត់ទុកថាជាគ្រូបង្រៀនរបស់មនុស្សត្រូវព្យាយាមតស៊ូប្រកបដោយការព្យាយាមប្រឹងប្រែងបើទោះបីជាអ្នកដទៃមើលមកយើងស្ដីបន្ទោសយើងដោយហេតុយ៉ាងណាអ្វីដែលយើងគិតថាការងារនោះវាមិនបានទទួលផលល្អសម្រាប់ខ្លួនឯងនៅឡើយក៏ពិតមែនតែការងារក្នុងការដែលយើងចូលចិត្តឬក៏ជាចំណេះជំនាញរបស់យើងលោកអ្នកមិនត្រូវដាក់ធុរៈឡើយគឺត្រូវតែធ្វើបើទោះបីជាផលនោះបានតិចក្តីច្រើនក្តីក៏គង់នឹងបានសម្រេចតាមសេចក្តីប្រាថ្នាក្នុងថ្ងៃណាមួយមិនខានដូចជាការដើរផ្លូវបើយើងមិនទៅក្នុងទិសដែលយើងចង់ទៅនោះទេតើបានសម្រេចមកអំពីណាយ៉ាងណាមិញការមិនខ្ជិលច្រអូសមានសេចក្តីព្យាយាមជាធំប្រកបដោយបញ្ញាយល់ប្រសពបាននោះជាប្រយោជន៍តិចឬច្រើនក៏គង់នឹងបានសម្រេចចាំទុកណាអ្នកដទៃបន្ទោសយើងបានយើងក៏មិនត្រូវបន្ទោសខ្លួនឯងឡើយរៀនលើកលែងឲ្យខ្លួនឯងព្រោះមនុស្សខ្លះចាំតែចាប់កំហុសរបស់យើងគ្រប់ពេលហើយយើងនេះត្រូវរៀនកែនៃអំពើកំហុសរបស់យើងដែលកើតឡើងដោយចេតនាក្តីមិនចេតនាក្តីឲ្យជាម្ចាស់កំហុសនោះហើយកែឲ្យបានប្រសើរបំផុតយើងត្រូវធ្វើខ្លួនឯងឲ្យជាទីពឹងដោយក្រៃលែងដោយខ្លួនឯងអ្នកខ្សោយកម្លាំងបានប៉ុន្តែមិនត្រូវខ្សោយកម្លាំងទឹកចិត្តនិងកម្លាំងប្រាជ្ញាឡើយកិច្ចការងារអ្វីក៏ដោយមិនមែនចេះតែល្អឥតខ្ចោះនោះទេអ្វីដែលខុសកន្លងទៅលោកអ្នកចាត់ទុកថាជាមេរៀនជាបទពិសោធន៍ប្រចាំជីវិតហើយបំភ្លេចចោលរឿងអតីតកាលទៅហើយបន្តដំណើរក្រោកឈរឡើងសារជាថ្មីដើម្បីជីវិតមួយនេះឲ្យមានសេរីភាពនិងមានសុភមង្គលលោកអ្នកត្រូវចងចាំថាមនុស្សត្រូវគោរពតួនាទីរបស់ខ្លួនដោយពិតយើងត្រូវស្រឡាញ់ការងារគ្រប់គណៈព្រោះมันមានអានុភាពអ្វីឯណាឬអ្នកណាមួយមកជួយគាំទ្រយើងឲ្យខ្ពង់ខ្ពស់ក្រៅតែអំពើខ្លួនឯងដែលគោរពការងាររបស់ខ្លួននៅឡើយដេកហើយត្រូវក្រោកត្រូវដាស់តឿនខ្លួនឯងរក្សាខ្លួនឯងបើទោះបីជាអ្នកដទៃគេមើលមកយើងក្នុងផ្លូវមិនល្អក៏ដោយតែលោកអ្នកកុំបាក់ទឹកចិត្តហើយកុំភ្លេចខ្លួនឯងយើងមិនអាចយកអ្វីទៅអូសទាញចិត្តរបស់អ្នកដទៃនោះឲ្យត្រឡប់គោរពស្រឡាញ់យើងគ្រប់ពេលនោះទេព្រោះក្នុងពិភពលោកនេះមានចម្បាំងរាំងជលគ្នានឹងគ្នាជាច្រើនណាស់យើងមិនត្រូវចង់ឈ្នះចង់ចាញ់ជាមួយនឹងអ្នកណាឡើយគឺយើងត្រូវឈ្នះលើខ្លួនឯងឲ្យបានប្រសើរបំផុតគឺឈ្នះចិត្តទៅលើខ្លួនឯងមិនប្រទូចំពោះបុគ្គលដែលចង់ឈ្នះនោះឡើយនេះជាសេចក្តីសុខម្យ៉ាងដែលកើតអំពីផ្លូវចិត្តដែលយើងមិនក្តៅក្រហាយចំពោះអ្នកដទៃនោះវាជាសេចក្តីសុខស្ងប់ចាកមិនទើសៅមងទាំងពួងរឿងការស្រឡាញ់និងស្អប់បើយើងនៅទីណាមានអ្នកស្រឡាញ់យើងហើយក៏មានអ្នកដែលស្អប់យើងដែរមានអ្នកព្យាបាលគុំគួនម្ល៉េះហើយវិថីក្នុងជីវិតនេះគឺយើងមិនមែនដើរតែម្នាក់ឯងទេ
ឯបញ្ហាទាំងឡាយកើតឡើងរមែងមានដល់អ្នកដទៃគ្រប់ពេលផងដែរជីវិតគឺមានចុះមានឡើងមានបញ្ហាសាំញ៉ាំច្រើនណាស់ព្រះពុទ្ធជាម្ចាស់បានទ្រង់បង្រៀនមនុស្សឲ្យដើរក្នុងផ្លូវអំពើល្អជាមាគ៌ាប្រាជ្ញាទុក្ខទោសដើម្បីជីវិតនៃសេរីសួស្តីការងារអ្វីក៏ដោយក៏ត្រូវចាប់ផ្ដើមពីដំបូងទៅដែរហើយការងារនោះតែងតែមានឧបសគ្គជាមិនផុតព្រោះថាធម្មតាបើយើងមិនព្យាយាមខន្តីចំពោះការងារនោះទេនោះអ្វីក៏មិនបានសម្រេចជាប្រយោជន៍ដែរដូច្នេះបើយើងព្យាយាមខន្តីអត់ធន់ចំពោះកិច្ចនោះគង់នឹងបានសម្រេចក្នុងផលជាទីគាំចិត្តផ្ទុយពីមនុស្សដែលខ្ជិលច្រអូសដេកទ្រមុខទារុណមិនខ្វល់ពីកិច្ចការរបស់ខ្លួនមិនខុសពីមនុស្សដែលអត់ការងារនោះទេមិនយូរមិនឆាប់អ្នកនោះគឺជាមនុស្សពិការគឺពិការទាំងភ្នែកទាំងអវយវៈផងដែរការងារបែងចែកមនុស្សឲ្យខ្ពង់ខ្ពស់ឬថោកទាបក៏មកតែពីខ្លួនឯងម្នាក់គត់ចិត្តរបស់យើងនេះត្រូវលះបង់ការងារដែលសៅម៉ោងថោកទាបត្រូវព្យាយាមចាប់ការងារក្នុងអំពើដែលបរិសុទ្ធប្រាចាកទោសគ្រប់សពប្រការគឺជាកម្ពូលរបស់មនុស្សគំរូទៅណាមកណាគឺសប្បាយចិត្តជានិច្ចដោយបានមកពីការព្យាយាមប្រឹងប្រែងហើយពិចារណាឃើញអំពីសេចក្តីបរិសុទ្ធរបស់ខ្លួនចាំទុកណាមនុស្សដែលខ្លាចលំបាកហើយខ្ជិលច្រអូសខ្វះសេចក្តីព្យាយាមប្រឹងប្រែងមនុស្សនោះមិនរួចផុតពីសេចក្តីទុក្ខលំបាកឡើយមិនមែនមនុស្សគំរូទេគឺមនុស្សគំរក់ខ្វះសេចក្តីអត់ធន់មានការងារមិនល្អខ្វះការព្យាយាមរវល់តែពីរឿងស្រីញីអូនបងកាន់ការងារធំមិនបានចំណេះជំនាញចេះមិនប្រកបត្រឡប់ទៅជាបុគ្គលដែលល្ងងខ្លៅទៅវិញបានជាមនុស្សស្លាប់ទាំងរស់ព្រោះអំពើបាបវិញនោះឈ្មោះថាស្អុយទាំងស្រស់តែម្ដងបានរស់ហើយចេះល្មមព្រមទទួលបានអ្វីក៏មិនចេះតែឆ្អែតតាមចិត្តនោះទេពិតមែនថាមិនតន់ស្លាប់ប៉ុន្តែជីវិតនេះបានស្ថិតនៅក្នុងអំណាចដែលបច្ច័យតាក់តែងឲ្យត្រឹមត្រូវហើយមានភាពខ្ជិលច្រអូសរមែងទុក្ខកង្វល់កើតឡើងប្រកបដល់ខ្លួនគ្រប់ពេលហើយចេះតែយល់ថាជីវិតរបស់ខ្ញុំនេះហេតុអីក៏ខុសគេក៏ស្រួលម្លេះគេក៏ចេះម្លេះអ្វីដែលគេប្រាថ្នាគេតែងតែបានជានិច្ចការពិតទៅសេចក្តីប្រាថ្នាក្នុងការសម្រេចនៃការព្យាយាមទាំងការងារតូចធំទាំងឡាយនោះមកអំពីសេចក្តីប្រឹងប្រែងព្យាយាមរបស់គេមិនដាក់ធុរៈឡើយដូច្នេះហើយបុគ្គលល្ងងខ្លៅតែងកន្ទួកន្ទិញយំសោកស្ដាយអឡោះអាល័យចំពោះអ្វីដែលខ្លួនមិនបានដូចគេហើយចេះតែបន្ទោសប្រេងវាសនារបស់ខ្លួនថាខ្លួននេះជាមនុស្សអន់ថោកទាបទៅវិញ